បាទសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងមានអ្នកសួរអំពី Honda Veil ច្រើនណាស់បាទថាផលិតនៅប្រទេសណាហើយតម្លៃរបស់វានៅក្នុងខែហ្នឹងតម្លៃប្រហែលអញ្ចឹងណាបាទអញ្ចឹងនេះគឺជា Honda Veil 110cc ណាឆ្នាំ2024ហើយ Veil នេះគឺជា Veil របស់ក្រុមហ៊ុន NCX ណា Honda NCX នេះមាន logo គេហ្នឹងណាបាទហើយវាកម្លាំងម៉ាស៊ីនរបស់វាគឺ 110cc ហើយក្បាលកន្លះរបស់វាគឺបែបនេះណាបាទក្បាលកន្លះរបស់វាបែបហ្នឹងបាទអញ្ចឹងចំពោះ Honda Veil នេះគឺការផលិតគ្រឿងបង្គុំទាំងអស់ហ្នឹងគឺនៅខាងប្រទេសវៀតណាមបាទតែសូមបញ្ជាក់ផងដែរថាផលិតដោយក្រុមហ៊ុន Honda វៀតណាមណាបាទមិនមែនផលិតដោយវៀតណាមទេគឺផលិតដោយក្រុមហ៊ុន Honda វៀតណាមមានន័យថាការត្រួតពិនិត្យការអីទាំងអស់ហ្នឹងគឺជនជាតិជប៉ុនអ្នកត្រួតពិនិត្យអ្នកចេញម៉ូដអ្នក design អ្នកអីទាំងអស់ណាគ្រាន់តែថាការផលិតក៏ដូចជាតម្លើងគឺនៅប្រទេសវៀតណាមនឹងឯងណាសម្រាប់ Honda Veil 110បាទអញ្ចឹងVeil 110នេះតម្លៃរបស់វានៅក្នុងថ្ងៃទីបាទ9 ខែ 3 ឆ្នាំ2026នេះគឺតម្លៃរបស់វា1390ណាពុកម៉ែបងប្អូនអ្នកគ្នាបាទ1390ហើយតម្លៃអាចប្រែប្រួលទៅតាមហាងឆេងឬក៏តាមថ្ងៃតទៀតណាពុកម៉ែបងប្អូនអ្នកគ្នាបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតណា